ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំមកបង្ហាញពីរបៀបចាក់ជាប្រភេទកាបូបដាក់កាតនិងដាក់ជាមួយលុយបានផងដែរប៉ុន្តែយើងត្រូវបត់វាជាពីរបែបនេះទើបយើងដាក់វាចូលប្រភេទកាបូបបែបនេះបើសិនជាយើងចាក់ជាខ្សែឡើងលើយើងអាចធ្វើជាកាបូបកូនក្មេងសម្រាប់ក្មេងៗដូចស្ពីក៏បានដែរសម្រាប់ម្ជុលដែលខ្ញុំយកមកប្រើចាក់កាបូបនេះយើងប្រើលេខ3មុនដំបូងយើងចាប់ផ្ដើមពីកន្ទុយកណ្ដុរទៅមុនយើងចាប់ផ្ដើមចាក់កន្ទុយកណ្ដុរចំនួន17 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
5 6 7 8 9 10 11 12 13 14 15 16 17 នៅពេលដែលយើងចាក់បានចំនួន17ហើយយើងចាប់ផ្ដើមចាក់បកមកវិញនៅពេលដែលយើងចាក់បកមកវិញនេះយើងហៅថាជាជួរទី1អញ្ចឹងយើងចាក់ចូលក្នុងប្រឡោះទី2យើងចាក់ x ចូលក្នុងប្រឡោះចាប់ផ្ដើមពីប្រឡោះទី2មកចំនួន 15x អញ្ចឹងមិនបាន1ហើយ2 3 4 5 6 7 8 9 10 11 12 13 14 15ចំណែកឯប្រឡោះចុងក្រោយនេះយើងចាក់ x ចូលក្នុងប្រឡោះនឹងចំនួន3ដងអញ្ចឹង x 3ដងយើងតាំងដល់អក្សរ w 1 2 3បន្ទាប់មកយើងចាក់បកមកវិញយើងចាក់ x ចំនួន14ដង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 9 10 11 12 13 14 អញ្ចឹងនៅសល់មកបន្លោះចុងក្រោយនេះគឺយើងចាក់ x ចូលក្នុងនឹងចំនួន 2 អញ្ចឹងយើងចាក់ x 2ស្មើនឹងយើងតាមដល់អក្សរ v 1 អញ្ចឹងយើងចាក់ចូលប្រហោះដដែលនឹងមួយទៀត2បន្ទាប់មកយើងភ្ជាប់វាទៅនេះជាបន្លោះចុងក្រោយហើយអញ្ចឹងយើងត្រូវភ្ជាប់វាយើងចាក់ចូលមកប្រឡោះដំបូងដែលយើងចាក់ចេញទៅរួចហើយយើងឡើងទៅកដលចំនួន1បន្ទាប់មកយើងចាក់ v ចូលក្នុងបន្លោះដដែលនឹងអាបន្លោះដែលយើងភ្ជាប់មិញហ្នឹងយើងចាក់ v ចូលក្នុងនឹងចំនួន1មានន័យថាយើងចាក់ x ចំនួន2ដងចូលក្នុងប្រឡោះតែ1 2អញ្ចឹងបន្ទាប់មកទៅមុខទៀតគឺយើងចាក់ x ចំនួន14ដងទៀត1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
3 4 5 6 7 8 9 10 11 12 13
14 ពេលដែលយើងចាក់ x បាន14ហើយនៅកតុយនេះយើងចាក់ v ចំនួន3ដងមានន័យថាមកប្រឡោះ2មកប្រឡោះ2ចំនួន3ប្រឡោះ1 2តមកប្រឡោះបន្ទាប់យើងចាក់2ទៀត1 2ហើយប្រឡោះទី3គឺយើងចាក់2យ៉ាងទៀត1 2តមកយើងចាក់ x ចំនួន14ដងទៀតបកទៅវិញ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 56 67 68 69 70 71 72 73 74 75 56 67 68 69 70 71 72 73 34 3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 5 56 67 68 69 70 71 72 73
3 4 5 6 7 8 9 10 11 12 13 14 នៅពេលដែលយើងចាក់បាន14ហើយនៅសល់2ប្រឡោះទៀតគឺយើងចាក់វីចំនួន2ប្រឡោះទៀតមានថាមួយប្រឡោះយើងចាក់2ចំនួន2ប្រឡោះ1 2 តោះមកប្រឡោះបន្ទាប់យើងចាក់2ទៀត1 2រួចហើយយើងភ្ជាប់វាមកចាំមានន័យថាកតុយខាងនោះគឺយើងចាក់ V3 កតុយខាងនេះគឺយើងចាក់ V3 ដូចគ្នាគ្រាន់ថាយើងចំណុចចាប់ផ្ដើមយើងចាក់1រួចហើយអញ្ចឹងយើងចាក់2ទៀតមកអញ្ចឹងវាមានន័យថាវា3មកដល់ជួរទី3នេះដំបូងគឺយើងចាក់កតុយកដុលឡើងចំនួន2រួចហើយយើងចាក់បកគោលលបងចូលក្នុងប្រឡោះដែលយើងភ្ជាប់នឹងប្រឡោះដំបូងនឹងចំនួន1ហើយនៅប្រឡោះបន្តទៀតគឺយើងចាក់មួយគ្រប់ប្រឡោះហើយកន្លែងនេះគឺយើងចាក់ឆ្កឹះយកតែម្ខាងទេមានតែយើងឆ្កឹះយកផ្នែកខាងក្នុងអញ្ចឹងយើងចាក់បកគោលលបងមកប្រឡោះមួយដូចគ្នាបែបនេះរហូតឲ្យបានចំនួន40ប្រកគោលលបងមានន័យថាគ្រប់ប្រឡោះទាំងអស់មួយគ្រប់ប្រឡោះទាំងអស់អ្នកនរគ្នាចឹងយើងចាក់វាមួយរហូតមកដល់ជុំវិញមកទាំងអស់ហ្នឹងមានចំនួន40ប្រកគោលលបងចឹងយើងចាក់បាន40ហើយយើងមកភ្ជាប់វាកន្លែងនេះយើងភ្ជាប់យើងចាក់ចូលក្នុងកតុយកដុលទី3បើយើងរាប់ពីក្រោមមកកតុយកដុលទី3យើងភ្ជាប់វាហើយយើងឡើងកតុយកដុលចំនួន2ទៀត1 2បន្ទាប់មកគឺយើងចាក់ប្រកគោលលបងមួយចំនួន40ប្រកគោលលបងមកប្រឡោះមួយចំនួន40ប្រកគោលលបងចឹងកន្លែងជួរចាប់ពីជួរទី4នេះទៅយើងអត់ចាក់ឆ្កឹះយកមកខាងទេគឺយើងចាក់ធម្មតាអញ្ចឹងណាបងប្អូនគ្នាហើយយើងចាក់វាឲ្យបានចំនួន6ជួរអញ្ចឹងចាប់ពីជួរទី4រហូតដល់ជួរទី10គឺយើងចាក់ដូចគ្នាទាំងអស់ចាក់ដូចគ្នាបែបនេះមកឲ្យបានទាំងអស់ចំនួន5ជួរទៀតអញ្ចឹងទាំងអស់6ជួរចឹងយើងបន្តចាក់បែបនេះរហូតបានមួយជុំហើយមួយជុំទៀតមួយជុំហើយមួយជុំទៀតរហូតបានទាំងអស់ចំនួន6ជួរ7ជួរទាំងជួរដំបូងណាអ្នកនរគ្នាចឹងទាំងអស់ចំនួន7ជួរមកខ្ញុំច្រឡំថា6ទាំងអស់7ចឹងយើងចាក់បានចំនួន7ជួរហើយយើងភ្ជាប់វាមកបន្ទាប់មកយើងរាប់វាបញ្ជាក់មកថាយើងចាក់បាន7ជួរគ្រប់ហើយឬនៅ1 2 3 4 5 6 7បន្ទាប់ពីយើងចាក់វាបានគ្រប់7ជួរហើយយើងចាប់ផ្ដើមចាក់គម្របកាបូបកន្លែងនេះយើងរំកិលកាឡារបស់យើងមកមុខមួយកាឡាអញ្ចឹងមានថាយើងភ្ជាប់វាមកមុខមួយទៀតភ្ជាប់វាបែបនេះរួចហើយយើងចាក់កតុយកដុលឡើងចំនួន3 1 2 3កន្លែងនេះយើងអត់ចាក់1ណាយើងអត់ចាក់2ដូចមុនទេគឺយើងចាក់គោល
tôi cái đó lang cho nôn bay tao máu dương chạy cho bà lọt bắt toạp dương ngọt chạy cho bà lọt tao đào lụt môn tế cái dương chạy cho bà lọt bắt toạp á chân lại nó dương chạy cô là bóng cho nôn đọc làm pi bảy bốn pram pram muối pram pi pram bay pram bốn đọc đọc muối đọc pi đọc bay đọc bốn đọc pram đọc pram muối cái này nên bớt dương mơ tới vì được ở toàn smart chẳng dương chạm vì thay một tiền chẳng từng ở đọc pram pi này chua và top dân lang tôi cả đôi cho nên bay tiết muối pi bay tao mới dân chạm bọ từ vĩnh dân chạy cho không phải lo tì pi chẳng lại như được chua môn đáy cái dân chạm với cô là bóng cho nên đập pi đập vào cô là bóng muối pi bay bốn pram pram muốiยังจะไอบ้านจำนวนดับรำปีมาดับปรำดับปรำมวยจำนวนไอเป็นโปรบองที่ดับรำปีก็ยังจะโจกน้องอาปะละก็ได้กระโดดใบเดียวยังจะลางนะยังจะโจกน้องปะละนั่งเถอะดับปรำปีตับเมาส์ในชัวประตูติดก็ยังจะโดยคณีเบาะเตอเบาะเมาระหดดอชัวตีดับปรำมวยจังยังประตูจะเบาะมวยจำนวนดับเปิลโกลบองติดมั้งจำนายในจงครั้งนี้ก็ยังจะโดยคณีในครั้งรอดได้จังงานก็ตัวกระโดดบอดียังจะลางนึงก็ยังจะโจกน้องปลาตีใบนังม้าเนี่ยปลาตีปีนังนั้นจะโจกน้องปลานังมวยติดม้าอยู่บ้านจนล้วนดับปรำปีโกลบองยังจะแบบนี้ดับใบเอาวิเกมกระบอกยังวิสมาต่อมายังจะโดยคณีแบบนี้เบาะเตอเบาะเมาติดแล้วโหได้บ้านจนล้วนดับปรำมวยจัวถึงอ๋อจังแต่บอกนั่งยังจะวิจนวนปุ่มมวยจัวในจงประจอบนี้ยังล่างก็ตัวกระโดดจนวนมวยสันประตอบม้าจำยังกัดบอจังสำหรับพีวียังปราปอซอโยมจัก
តបមកយើងដំបូងគេគឺយើងភ្ជាប់វាមួយសិនចាក់បែបនេះមករួចហើយយើងចាក់ខ្វែងចាក់ x ចូលក្នុងប្រឡោះដដែលហ្នឹងចំនួន1តបមកនៅប្រឡោះបន្ទាប់គឺយើងចាក់បកគោលរបងចំនួន3 1 2 3 តបមកប្រឡោះបន្ទាប់ទៀតគឺយើងចាក់ x ចំនួន1រួចហើយយើងបន្តចាក់បកគោលរបងចំនួន3ទៀតចឹងមានន័យថាប្រឡោះទី1យើងចាក់ x ប្រឡោះទី2យើងចាក់បកគោលរបងចឹងយើងចាក់ឆ្លាស់គ្នាបែបនេះទៅមកចំនួនទាំងអស់វាបានចំនួន3ដងឆ្លាស់គ្នាទៅមកចំនួន3ដងតោះមកកន្លែងនេះយើងចាក់ x ចូលក្នុងអាប្រឡោះចុងក្រោយនេះរួចហើយនៅកន្លែងខាងមុខនេះគឺយើងរំលងមកប្រឡោះយើងចាក់ចូលក្នុងប្រឡោះទី2គឺយើងចាក់គោលរបងចូលក្នុងប្រឡោះទី2ចំនួន3ដង1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
3 តបមកកន្លែងនេះដូចគ្នាដែរយើងរំលងមកប្រឡោះចាក់ចូលក្នុងប្រឡោះទី2អញ្ចឹងយើងចាក់ដូចគ្នាបែបនេះរហូតតតែអស់អញ្ចឹងទាំងអស់វាមានចំនួន10ផ្លិតណាចំណុចបញ្ចប់យើងឡើងកតុយកដលចំនួន1តបមកយើងកាត់បោះចេញទៅឥឡូវតួកាបូបយើងចាក់រួចរាល់ហើយអញ្ចឹងយើងមកចាក់ជាមួយនឹងផ្កាដាក់ពីលើម្ដងសម្រាប់បដូលផ្កាយើងប្រើអំបោះពណ៌លឿងយើងរុំទៅសាយអំបោះជារង្វង់នៅលើដៃកដាលបន្ទាប់មកយើងចាប់ផ្ដើមចាក់1ចាក់បែបនេះ1យើងអត់រាប់ទេមួយនេះហ่ะបន្ទាប់មកយើងចាក់ឲ្យចំនួន6ចូលក្នុងរង្វង់ហ្នឹង1 2 3 4 5 6បន្ទាប់ពីយើងចាក់បាន6ហើយយើងភ្ជាប់តបមកយើងឡើងកតុយកដលចំនួន1ហើយនៅក្នុងជួរទី2នេះគឺយើងចាក់ V ចំនួន6ដងមានន័យថាមកប្រឡោះយើងចាក់2ចំនួន6ដង2 1 2 3
យើងចាក់2បែបនេះចំនួន6ប្រឡោះទី3ប្រឡោះទី4ប្រឡោះទី5ប្រឡោះទី6បន្ទាប់មកយើងភ្ជាប់បើសិនជាអ្នកតគ្នាចាំកន្លែងភ្ជាប់យើងប្រើមកចូលខ្ទាស់ក៏បានដែរដោយសារតែខ្ញុំចាក់ឡើងចាំហើយចឹងខ្ញុំអត់មានមកចូលខ្ទាស់ហ៎ជួរទី3នេះយើងចាក់មកប្រឡោះ1មកប្រឡោះ2ឆ្លាស់គ្នាអញ្ចឹងប្រឡោះដំបូងគឺយើងចាក់1ប្រឡោះបន្ទាប់គឺយើងចាក់2អញ្ចឹងយើងចាក់1 2 1 2បែបនេះចំនួន6ដងនៅពេលដែលយើងចាក់គ្រប់ចំនួន6ដងហើយយើងភ្ជាប់វាហើយយើងឡើងកន្ទុយចំនួន1ហើយយើងកាត់អំបោះចេញតមកទៀតស្រទាប់ផ្កាយើងប្រើអំបោះពណ៌សដើម្បីយកមកចាក់ដោយសារតែស្រទាប់ផ្កានេះវារាំងញឹកអញ្ចឹងខ្ញុំប្រើមកចូលលេខ2ឆ្លាស់យកមកចាក់វិញជាដំបូងយើងចាប់ផ្ដើមឡើងពីកន្ទុយកដលចំនួន3 1 2 3បន្ទាប់មកយើងចាក់គោលលបងមួយចូលក្នុងប្រឡោះដដែលរួចហើយយើងបន្តចាក់គោលលបងចំនួន3ទៀត1 2 3ហើយយើងយកទៅភ្ជាប់នៅក្នុងប្រឡោះបន្ទាប់បន្ទាប់មកយើងចាក់គោលកន្ទុយកដលឡើង3ទៀតហើយយើងចាប់គោលលបងចូលក្នុងប្រឡោះដដែលហ្នឹងចំនួន1បន្ទាប់មកយើងបន្តចាក់ដូចគ្នាបែបនេះរហូតទាល់តែអស់បានស្រទាប់ផ្កាទាំងអស់ចំនួន17ស្រទាប់ឥឡូវយើងចាក់បានចំនួន17ហើយចុងក្រោយយើងឡើងកន្ទុយកដលមួយហើយយើងកាន់អំបោះចេញចាំផ្កាយើងរួចរាល់ហើយបន្ទាប់មកយើងយកផ្កាដែលយើងបានចាក់រួចហ្នឹងយកវាមកបិទពីលើកាបូបដំបូងយើងបិទយើងដាក់កាវសិនបន្ទាប់មកយើងយកមកបិទជាមួយនឹងកាបូបយើងបន្ទាប់មកចាំយើងបាញ់កាវម្ដងតិចណាបិទបន្ថែមដើម្បីវាជាប់ល្អហើយយើងសេរីមើលវាចំកដាលតទៅយើងបិទផ្កាមើលថាវាសព្វល្អស្មើគ្នាស្អាតហើយរួចរាល់ហើយអញ្ចឹងបន្តមកទៀតគឺយើងដាក់លេវកឹបនេះវាមានញីមានឈ្មោលអញ្ចឹងយើងដេរអាចឈ្មោលនៅខាងក្រោមហើយអាចញីនៅខាងលើយើងយកមកចូលដេរយើងធម្មតាមកដេរវាមកកន្លែងនេះខ្ញុំមុននឹងអ្នកនរគ្នាដេរអ្នកនរគ្នាវាស់វាសិនទៅថាត្រូវដេរនៅកន្លែងណាដើម្បីឲ្យវាត្រូវគ្នាជាមួយអាញីវានៅខាងលើអញ្ចឹងអាញីនេះយើងដេរវានៅចំណុចត្រង់នេះអញ្ចឹងពេលយើងដេរបានហើយកាបូបយើងរួចរាល់ហើយអញ្ចឹងយើងដាក់បតោនេះមកអានបតោនេះយើងដាក់ឲ្យយើងស្រួលកាន់ណាពេលយើងទៅផ្សារទៅអីបើបងប្អូនចង់ដឹងពីរបៀបចាក់អីទៀតអាច comment នៅខាងក្រោមបានណា